ចាសួស្តីបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំពលឺច័ន្ទបានវិលត្រឡប់មកសារជាថ្មីនាំយកសាច់រឿងដ៏ខ្លីមួយដើម្បីស្ដាប់កម្សាន្តទាំងអស់គ្នាសាច់រឿងនោះតាក់ទងជាមួយនឹងជីវិតសត្វចាជីវិតសត្វនិងមនុស្សយើងគឺតាក់ទងគ្នាយ៉ាងជិតស្និទ្ធតែម្ដងណាហើយសត្វនោះគឺបានចងកម្មវេរាជាមួយនឹងមនុស្សយើងយ៉ាងខ្លាំងនឹងយ៉ាងដូចថារឿងហ្នឹងវាប្លែកមិនធ្លាប់ជួបមិនធ្លាប់ឮអញ្ចឹងមិនគួរឲ្យចង់ជឿអញ្ចឹងបងប្អូនអញ្ចឹងដើម្បីចង់ដឹងថាតើសាច់រឿងនោះទៅជាយ៉ាងណាតោះបងប្អូនអញ្ជើញចូលស្ដាប់ទាំងអស់គ្នាជាមួយនឹងនាងខ្ញុំចាសាច់រឿងនោះគឺតាំងពីឆ្នាំ1980មកម្លេះឆ្នាំ1980រហូតដល់83ចាក្នុងអំឡុងហ្នឹង80 83មានអ៊ំប្រុសម្នាក់ហ្នឹងឈ្មោះនឿនគាត់អាយុ60ហើយគាត់ជាបុរសពោះម៉ាយរស់នៅជាមួយកូនស្រីម្នាក់ឈ្មោះរុំចាអ៊ំប្រុសបានដំណើរសាច់រឿងហ្នឹងឲ្យក្មេងៗនៅនឹងភូមិហ្នឹងស្ដាប់ចាហើយនាងខ្ញុំក៏បានស្ដាប់ជាមួយនឹងបងប្អូនយើងបានន័យថាបានសាច់រឿងហ្នឹងតពីអ៊ំនឿនមកចានិយាយពីអ៊ំនឿនគាត់ជាអ្នកចំការធ្វើស្រែធ្វើចំការជាប្រចាំគឺមុខរបរគាត់មានតែប៉ុណ្្នឹងទេដំណាំដាំដុះធ្វើស្រែធ្វើចំការអីគ្រប់សពបែបយ៉ាងទៅការងារគាត់រស់នៅជាមួយកូនស្រីហ្នឹងឯងកូនស្រីពេលនោះគឺគាត់មិនតាន់ថាមានគ្រួសារអីទេគាត់នៅលីវឡើយនៅជាមួយឪពុកនឹងឲ្យជួយការងារឪពុកសពគ្រប់បែបយ៉ាងអញ្ចឹងទៅហើយអ៊ំនឿនគាត់តែងតែទៅធ្វើស្រែជារៀងរាល់ថ្ងៃអញ្ចឹងទៅជន់ទឹកដាក់អីតាំងពីស្រាងឡើងគាត់ចេញទៅហើយចាហើយពេលប្រឡប់ឡើងគាត់ត្រឡប់មកផ្ទះវិញហើយចានឹងឯថ្ងៃមួយគាត់បានទៅស្រែហើយគាត់ក៏បាននិយាយជាមួយនឹងកូនស្រីគាត់ថារុំស្រូវយើងវាទុំដល់ពេលល្មមជ្រូតហើយអញ្ចឹងពុកគាត់ថាចង់ឲ្យកូនទៅជាមួយពុកទៅជួយការងារនឹងទៅប្រម៉ែប្រមូលផលស្រូវនឹងហើយសម័យនោះក៏វាមិនតាន់ជឿនលឿនអីណាស់ណាដែរបងប្អូនអើយគឺការធ្វើស្រែធ្វើអីហ្នឹងគឺយើងធ្វើតាមបែបគេហៅថាលក្ខណៈធម្មជាតិលក្ខណៈសាមញ្ញតាមបែបបុរាណអញ្ចឹងគឺស្រូវច្រូតនឹងដៃប្រមូលផលដាក់អាទេសបោកបែនអីនឹងដៃអញ្ចឹងទៅមិនដូចសម័យនេះជឿនលឿនគេប្រើម៉ាស៊ីនប្រើអីអញ្ចឹងណាបងប្អូនហើយឲ្យកូននឹងក៏ទៅប្រម៉ែប្រមូលផលស្រូវបែបធម្មតាអញ្ចឹងពេលដែលគាត់ទៅនឹងគាត់បានវិចបាយកញ្ចប់ទៅសម្រាប់កូនគាត់2នាក់អញ្ចឹងសម្រាប់ហូបពេលព្រឹកហើយនឹងពេលថ្ងៃត្រង់ហើយក៏គាត់មានម្ហូបខ្លះសល់គាត់គ្របទុកនៅផ្ទះទុកដើម្បីសគូពេលគាត់ត្រឡប់មកវិញហូបពេលល្ងាចទៀតអញ្ចឹងណាចាហើយពេលនោះឯងគាត់ពីអ្នកឲ្យកូននឹងធ្វើការងាររបស់គាត់ប្រមូលស្រូវប្រមូលអីចឹងទៅក៏វាអត់តន់រួចទេល្ងាចហ្នឹងដល់ពេលល្ងាចបាក់អាសៀលហើយចូលដល់ម៉ោង5អីហ្នឹងគាត់ក៏ពីអ្នកឲ្យកូនត្រឡប់មកចូលភូមិវិញហើយមកផ្ទះវិញគាត់មុននឹងមកហ្នឹងគាត់ចូលបេះបន្លែផ្លែឈើដែលនៅគៀនស្រែនៅគៀនព្រៃហ្នឹងស្រុកស្រែអញ្ចឹងណាគាត់បេះបន្លែអីដែលហូបបានអញ្ចឹងគាត់ក៏បេះយកមកដូចជាមលក់ដូចជាអីចឹងសពមុខចឹងមកពីអ្នកកូនស្រីហ្នឹងដល់ពេលមកដល់ផ្ទះគាត់ក៏ចាប់ផ្ដើមថាគាត់នឹងធ្វើម្ហូបធ្វើអីញ៉ាំអញ្ចឹងបន្លែមានស្រាប់ហើយស្រាប់តែនៅចក្រានបាយគាត់ហ្នឹងចក្រានបាយគាត់ហ្នឹងគឺវាជ្រុះអាថៃអាំងដែលគាត់អាំងទុកហ្នឹងវាជ្រុះមកក្រោមហើយវាមានតែឆ្អឹងក៏វាអស់សាច់ទៅពេលនឹងឯងគាត់មួម៉ៅមែនតែនគាត់មានអារម្មណ៍អត់សុបាយចិត្តគេហៅថាភ្លើងនៃកំហឹងក្នុងខ្លួននឹងលោតមកទោសៈមោហៈរបស់គាត់នឹងក៏វាពុះកញ្ជ្រោលមកពេលនោះឯងគាត់មកផ្លែតហ្នឹងក៏គាត់គិតឃើញថាវាតប៉ាត់តបាយមានសាច់ខ្លះឆ្អឹងខ្លះជ្រុះមកអញ្ចឹងគឺប្រកាសជាឆ្មារបស់គាត់ហើយគាត់មានចំឆ្មាមួយ
ឆ្មាហ្នឹងសម្បល់3ទៀតចាឈ្មោះកភៈគាត់ហៅកភៈចឹងពេលនោះឯងគាត់ក៏នឹកឃើញគាត់ហៅឆ្មាគាត់មករបៀបហៅឆ្មាចឹងព្រឹបចឹងភៈចឹងទៅឆ្មាហ្នឹងវារត់មករកម្ចាស់បានន័យថាសត្វដែលយើងចិញ្ចឹមរាល់ថ្ងៃគឺញៀនវាដឹងមួយមនុស្សវាដឹងហ្មងស្និទ្ធស្នាលជាមួយនឹងមនុស្សយើងហ្មងជាពិសេសសត្វឆ្មាហ្នឹងបងប្អូនព្រោះអីនាងខ្ញុំធ្លាប់ចិញ្ចឹមឆ្មាដែរហ្នឹងពេលយើងទៅណាមកណាអញ្ចឹងយើងមកផ្ទះវិញពេលដែលយើងឡើងចដើអញ្ចឹងជួនកាលវាដូចទទួលយើងអញ្ចឹងទទួលអបមួយយើងអញ្ចឹងយើងឡើងចដើឡើងអីឡើងតាមយើងហើយកេះដៃកេះជើងយើងពេលយើងអង្គុយនៅលើខែលើអីអញ្ចឹងទៅវាក៏មកអង្គុយគៀនយើងពនាលមួយយើងអញ្ចឹងណាអាហ្នឹងនិយាយពីរឿងឆ្មាដល់ពេលអ៊ំនឹងគាត់ហៅឆ្មានឹងមកហើយឆ្មានឹងក៏ធ្វើម៉ែវធ្វើភ្នែកលិញឡង់ដាក់គាត់ចឹងមើលគាត់ភ្លាកចឹងគាត់ខឹងគាត់ថាកភៈមិនបានស៊ីត្រីអញអស់ចឹងហើយអញមានម្ហូបអីល្ងាចហ្នឹងគាត់និយាយមួយឆ្មាចឹងណាភាសាគាត់អញតាត់ងាប់លើហើយធ្វើចឹងមិនបានស៊ីឡើងខ្ទេចហើយជ្រុះអប៉ាត់អបាយដល់ពេលអញ្ចឹងគាត់ខឹងគាត់ទាត់វាមួយជើងណាទាត់មួយជើងឡើងផ្លឹបប៉ើងមកធ្លាក់មកបឹកអញ្ចឹងណាដល់ពេលហើយឆ្មាហ្នឹងក៏វាត្រូវតំណងវាបកាច់វាកធាក់ដៃកធាក់ជើងបកាច់ត្រិលក៏ស្លាប់មើលរំពេចទៅឆ្មាហ្នឹងពេលនោះឯងអ៊ំនឿនហ្នឹងពេលហ្នឹងគាត់បាត់ហត់បាត់អីគាត់ហូបបាយហូបអីហើយងប់ទឹកអីហើយទៅគាត់មានអារម្មណ៍ថាសំណោះឆ្មាហ្នឹងអាណិតវាអញ្ចឹងព្រោះធ្លាប់ចំរងថ្ងៃអញ្ចឹងណាឃើញរងថ្ងៃម៉ែវអញ្ចឹងតែពេលគាត់ខឹងពេកគាត់ទុកចិត្តមិនបានមកផ្លែតហ្នឹងក៏ជ្រុលទាត់មកទំហឹងទៅវាចំចំណុចដែលឆ្មាហ្នឹងត្រូវងាប់ហ្មងមើលវាអត់ចំចំណុចទៅវាមានអីចំពោះចំអីទេក៏បាក់កាច់អញ្ចឹងទៅគាត់នឹកឃើញអាណិតឆ្មាហ្នឹងហើយគាត់ក៏មិនដឹងធ្វើម៉េចគាត់យកឆ្មាហ្នឹងទៅជីកដៅកប់នៅគៀនផ្ទះគាត់នៅគុលហុងកប់ទៅក៏ចាប់រឿងឆ្មាហ្នឹងទៅគាត់ទៅធ្វើការធ្វើងាររបស់គាត់ធម្មតាអញ្ចឹងទៅហើយអស់រយៈពេលជារៀងយូរដែរយូរថ្ងៃយូរខែល្មមដែរគាត់ក៏ទៅកាប់ព្រៃកាប់អីនៅស្រែនៅអីគាត់នឹងទៅធ្វើស្រែធ្វើអីជាបន្តអញ្ចឹងទៀតហើយពេលហ្នឹងគាត់ក៏មានធ្វើម្ហូបធ្វើអីទុកសម្រាប់ពេលល្ងាចទៀតចាមានអាំងត្រីអាំងអីចឹងទៅមានសាច់ជ្រូកអីស្ងោរអីទុកគ្រប់ទុកតិចតួចទៅសម្រាប់គាត់ពីអ្នកកូនស្រីគាត់ហ្នឹងហើយកូនស្រីហ្នឹងក៏អត់បានទៅចការទៅស្រែអីជាមួយឪពុកដែរដល់ពេលរៀងថ្ងៃបន្តិចដូចថាចិត្តដល់ម៉ោងឪពុកគាត់មកអញ្ចឹងណាគាត់ក៏ទៅចំការក្រោយផ្ទះគាត់ហ្នឹងមានដើមស្ដៅមានអីចឹងគាត់យកអាកដៀវចងជាមួយអាស័យហ្នឹងវែងហ្នឹងទៅកាយត្រួយស្ដៅហ្នឹងទម្លាក់មកហើយដាក់ច្រែងយកមកផ្ទះថាពេលហ្នឹងគាត់នឹងធ្វើញោមសម្រាប់ទុកឲ្យឪពុកគាត់មកឲ្យឆ្ងាញ់មាត់ម្ដងព្រោះអីមានទាំងត្រីអាំងមានសាច់ជ្រូកស្ងោរមានអីសពគ្រប់ហើយគ្រឿងក្រៅអីហ្នឹងក៏មានគ្រប់គ្រាន់ដែរគាត់គិតចឹងពេលដែលគាត់មកដល់ផ្ទះហ្នឹងសាច់ជ្រូកគាត់ត្រីអាំងគាត់អីហ្នឹងក៏ដូចកាលមុនទៀតហើយគឺអស់លីងខ្ទេចអស់ហ្មងពីជាក្រានហ្នឹងលបើកមកស៊ីម៉ត់អស់ចឹងទៅពេលហ្នឹងឯងគាត់ក៏រៀងភ័យដែរមកផ្លែតហ្នឹងគាត់ដូចថាភ្ញួចអារម្មណ៍គាត់បុកពោះភុចថាអញមហូបអស់ហើយស្មាននឹងហើយគិតធ្វើម៉េចបើល្ងាចហើយហ្នឹងហើយពុកគាត់មកដល់ហើយចង់គាត់មានអារម្មណ៍ជ្រួលច្បល់ណាភ័យផងអីផងហ្នឹងពុកមកវិស័យវិញប្រកាសជាបន្ទោសហើយកាលមុនចឹងម្ដងហើយអាហ្នឹងទៅស្រែទាំងអស់គ្នាហើយអានេះមានបានទៅស្រែទាំងអស់គ្នាណារុំហ្នឹងនៅផ្ទះហើយនៅតែទ្វេប្រហែសចឹងបានទៀតដល់ពេលមកសបកឪពុកគាត់ហ្នឹងក៏មកដល់ផ្ទះហើយក៏ស្រែកពីចងាយឲ្យកូនជួយយកអវ៉ាន់យកអីចូលផ្ទះអញ្ចឹងណានឹងហើយមានចបមានអីកបិតកែវអីខ្វែវអីរបស់គាត់ហ្នឹងសັບគ្រប់ហ្នឹងប្រវិចប្រវគាត់ហ្នឹងក៏គាត់ស្រែកឲ្យកូនគាត់រុំអើយរុំនេះមកជួយយកអីវ៉ាន់ពុកយកចូលក្នុងផ្ទះ
cô nâng có hột thì giờ văn giờ ai mau châu tia hói có bốc nâng ha nâng ngày bốc họ mức tắc mũi ấy sân hot á ôi sầm ra ôi sưu luôn tỉnh hay mà trái ngày nâng ban mà hộp ấy còn thơm hộp ấy mà hộp lại sao thì Phật nâng còn anh này thưa ấy cái hộp nghịch nâng xe và rung nâng còn hiện nhỏ mọt bập còn lại ở có đó ở còn hiện ca đấy còn tháng bốc ơi bốc bốc anh cùng khăn bốc na rồi thấy ăn sạch ấy nâng linh nhé nhưng không từ bây giờ đây nơi khối nụ hay dẹp món đó linh thử mấy tới bốc rồi ông nương nâng có thà mấy tiết hai rồi linh ấy tiết ấy bia dạng mạch nâng đôi bị môn chân bốc linh đằng thà dạng mạch tê nạp bề hói con có từ mưa hay khơi sách chút đây con ấy nâng mọt linh đây nâng anh còn mẹ rõm thà mà đòn ai mà đòn tiết còn mùa màu tiết đó nè con có từ mưa khơi sky từ mưa sky có cái vùng đầy nơi kiên nó sẽ khén nừng hay sky nó như còn vùng tay kiêm sạch ấy đài vì ní nắng á hay ông nương còn khơi chẳng còn khăn mình tên hắn sạch ní chăm bia bật chìm bong bài mình chăm bia vì miền chôn anh chia mà cha bia sao vì thơ bác anh như đó ta lướt mỏng ôi ta anh mau với là nghĩa đang tầm miền rương mình sẽ bài chật mỏng vì xin mà hộp anh mình đang thả anh mà đó hot heo thời ca bài tật ấy thế sạch trồng rầy ní có cái tiền từ bòn đó quay phai nó phút trong cái ba là sẽ ngọc ngạ bạch trơ mà plate nâng phim chẳng tử hỏi cô Nga trường và cách trơ có slap bắt đầu cái nâng chà slap bắt đầu hay ôm nướn con chắc con vay hơi chẳng tới con cô vô cái nâng tới có tiết đấy tới có tiền tia con nữa có bay để mà nâng chẳng tiết đấy chà hay con bật to hướng nâng con chua màu pi đồ ấy chua màu pi đồ hay con có chết đây miền là rõm tháng còn mình đừng thà chỉ rằng mấy thế cho mùi sẵn châm được không đen nâng chẳng á vì chết để thơ ai con khăn tục chất tục ở rõm bàn chẳng á nâng ngày ai con chết ở miền rõm đi tha mình sơi sờ bài chất chẳng á con vay phụ sạch từng on nâng slap bên đây rõm con đi tha vì ớt slap không chất á bê khá tới còn cùi chùm máy khơi cái nâng rốt nâng khủng tép bê viên nâng rùa nâng ngay sạc cam ở phía bia dạng mấy bia prung kê mấy bia khơi chá mau bia rốt tam mấy lột họ tật tuôn dạng mấy cho mùi nâng chma cho mùi nâng ấy nâng á chắc là rõm cọt ớt ngọm chà bên tay nâng thương mạch bơ bê lại cầm hăng bục máu tục trận bán cô vì tờ chỉ vay sạch nâng slap đòi mình bàn tăng chất tăng rõm chẳng á ngày mỗi lúc có ông tư thua xe tư ấy thoa mà đa tiền chả hay có miên rật tê cô quán mùi có bạc rật tê cô nâng tự thua sái quật tư tăng bị dục quật bò tê tư đi tha dục là việc hiệp lư sàng nơi là nghịch đai chứ vì mình lư cháy và lầm lăng đôi thằng ngơ bị là ngất á chà ngơ bị là ngất từ hai con bò rồi tên nâng từ xề từ krâng tam lời tên hiện từ thằng ai mới nâng anh ông nâng cô con mơ anh khơi tại cô con nó có miếng từ trắng miếng ấy chẳng đây là bị con bò tới đây con nó nghe cô nó đang làm mấy cái con quay cô nó ao lươn nhăng mấy cái rư còn chạm mấy cái cô nó có bị đó vì bò tới lươn tới vì có hiện về từ kiên phẩy á chà kiên phẩy tới có từ cân chúc mùi nâng kiên phơi nâng chúc nâng đôi việc ha chúc nè sọc nè phum ấy mình đắng lên châm tới vì và lẽ nhà nà tha pi vi ca chẳng á vì mình châm thà lẽ nạn đặt trung rồi có miên chọn sai ấy tê bị đào si sặc chơi sặc prey ấy tam kiên phơi nâng chẳng việc có pung có trung si
ស្លឹកឈើទៀបនៅព្រៃហ្នឹងដើមកធុំថេតអីហ្នឹងទេមកហ្នឹងជ្រូកវាចេះបោចស៊ីអញ្ចឹងណាដល់ពេលអាតេះគាត់ហ្នឹងគាត់ទៅកិនអាជ្រូកហ្នឹងស្រែកញ៉ែកងាប់មករំពេចទៅធ្លាយពោះធ្លាយពវៀនអញ្ចឹងទៅហើយអ៊ំគាត់លឺស្រែកអញ្ចឹងក៏គាត់មិនបាននេះទេគាត់គ្រាន់តែដឹងថាគាត់កិនជ្រូកស្រែកអញ្ចឹងក៏មិនដឹងជ្រូកអ្នកណាគាត់ក៏បោតេះហួទៅទៀតទៅស្រែគាត់ទៅហ្នឹងហើយអញ្ចឹងសត្វដែលស្លាប់ដោយសារអ៊ំនឿនហ្នឹងគឺ3ហើយមានសត្វឆ្មាសត្វឆ្កែហើយនឹងជ្រូកហ្នឹងពេលនោះឯងអ៊ំនឿនគាត់មានអារម្មណ៍កាន់តែធ្ងន់ធ្ងរក្នុងចិត្តហើយធ្ងន់ធ្ងរក្នុងចិត្តហើយគាត់មកដល់ផ្ទះគាត់ប្រាប់កូនស្រីគាត់រុំថ្ងៃហ្នឹងពុកចេញទៅបលឹមហ្នឹងវារៀងល្ងិតអាទេសពុកហ្នឹងទៅកិនជ្រូកងាប់មួយទៀតហើយកូនឯងមើលហើយមិនដឹងថាជ្រូកអ្នកណាអ្នកណីទេងាប់ដូចបែកពោះធ្លាយវៀននឹងហើយនឹងធ្វើម៉េចឲ្យបើអាតេះវាទៅកិនគូទៅជន់វាអញ្ចឹងដល់ពេលហើយណាធ្វើម៉េចឲ្យពុកបើយើងមើលវាមិនឃើញផ្លូវល្ងិតអីដែរអញ្ចឹងកុំគិតច្រើនពេកពុកហ្នឹងឯងទៅតាមហ្នឹងទៅហើយក៏ហីទៅហើយចាប់តាំងពីពេលហ្នឹងមកអ៊ំនឿនដូចថាគាត់មានអារម្មណ៍មិនប្រក្រតីដូចថាគាត់ចេះតែអង្គុយប្រាំងផ្លឹកស្មុកស្មាញក្នុងចិត្តអញ្ចឹងថាតាំងពីដើមមកគាត់មិនដែលធ្វើអីខុសអីអញ្ចឹងណាដល់ឥឡូវគាត់ធ្វើខុសយើងច្រើនដែរគាត់គិតអញ្ចឹងព្រោះគាត់អ្នករបៀបថាគាត់អ្នកចាស់ហើយគាត់អ្នកធម៌អ្នកអ្នកសំសិលអីគាត់អ្នកដូចថាធ្វើបុណ្យធ្វើអីខ្លះដែរអញ្ចឹងណាដល់ពេលអញ្ចឹងទៅតាំងពីថ្ងៃនឹងមកចេះក្នុងផ្ទះគាត់នឹងចេះតែមានរឿងចម្លែកគឺចម្លែកខុសពីធម្មតាអញ្ចឹងណាផ្ទះគាត់លែងមានសត្វចិញ្ចឹមទៀតហើយឆ្មាក៏អត់ឆ្កែក៏អត់មានទេព្រោះគាត់ចិញ្ចឹមតែមួយវាងាប់អស់បាត់ហើយប៉ុន្តែដឹងជាយ៉ាងម៉េចទេវាចេះតែមានរឿងចម្លែកមកអញ្ចឹងមានយប់មួយនោះស្ងាត់ឈឹងហើយគាត់ចេះតែឮសំឡេងឆ្មាហ្នឹងយំម៉ែវចឹងគៀនកន្លែងកតុបគាត់ដេកចឹងទៅហើយជួនកាលទៅម៉ែវនៅគៀនជាងគៀនចដើអីនៅចកាគាត់អីអញ្ចឹងណាគ្រប់កន្លែងនៅជុំវិញបរិវេណផ្ទះហ្នឹងចាហើយពេលខ្លះក្នុងផ្ទះគាត់នឹងឮគ្រុំដូចជ្រុះរបស់របរមកដីអញ្ចឹងណានឹងឲ្យក្រាំងអញ្ចឹងទៅពេលខ្លះទៅក៏ឮដូចលោតចឹងលោតផ្លឹបដូចរបៀបឆ្មានេះអញ្ចឹងហើយលោតឲ្យដូចកត្រងហើយដូចមានរបៀបថាឆ្មាហក់ចាប់កណ្ដុលណាចាហក់ចាប់កណ្ដុលហើយមានសលេងកណ្ដុលហ្នឹងយំមកសលេងកណ្ដុលមកទៀតញែកមកអញ្ចឹងម្ដងគាត់សូវនេះម៉ានេះវាដូចថាញឹកញាប់ម្ដងហើយម្ដងទៀតភាសាទៀតគាត់មានអារម្មណ៍អត់ស្រួលហ្មងគាត់ក៏សួរកូនស្រីគាត់ថាដែលឮអីអត់ដែលឮឆ្មាឮសំឡេងឆ្មាឮអីវ៉ាន់អីធ្លាក់ត្រង់ត្រាំងហ្នឹងវាយ៉ាងម៉េចផ្ទះគេក្បែរហ្នឹងឬក៏យ៉ាងម៉េចអញ្ចឹងណាហើយកូនស្រីគាត់ថាពុកខ្ញុំអត់មានឮអីផងស្ងាត់ឈឹងហើយផ្ទះគេក៏អត់មានអីដែរហើយពុកឯងមិនពុកណាមានអីទេហ្នឹងហើយពុកក៏សួរអញ្ចឹងក៏ហីទៅថ្ងៃក្រោយមកបន្ទាប់មកទៀតឮចឹងទៀតឮរហូតដល់ថ្ងៃមួយនោះគាត់ងើបពីជប់អង្ងឹតគាត់ចេញមកក្រៅផ្ទះគាត់គៀនលបងគាត់ហ្នឹងមិនដឹងថាគាត់មកធ្វើអីរៀបចំអីទេចេញមកគាត់ឃើញសមោលខ្មៅស្ទុំពីចងាយមកចេញពីអាគៀនលបងកន្លែងដើមលហុងគាត់មកហ្នឹងហើយរូបរាងហ្នឹងដើរដូចជាមនុស្សប៉ុន្តែក៏លេចទៅឃើញក្បាលហ្នឹងរបៀបឆ្មាអញ្ចឹងណាហ្នឹងហើយពេលហ្នឹងគាត់ព្រិលភ្នែកគាត់ក៏ញីភ្នែកគាត់ក៏ថាគាត់អស់កម្លាំងពេកចេះគិតអីផ្ដេសផ្ដាស់នេះដឹងចេះខ្វាយខ្វល់ក្នុងអារម្មណ៍អញ្ចឹងដេកលក់ផងអីផងហើយកម្លាំងក៏វាទុនខ្សោយទៀតអញ្ចឹងគាត់គិតថាសុខភាពគាត់ហ្នឹងមិនសូវស្រួលគាត់អត់មានគិតអីទេដល់ពេលថ្ងៃក្រោយគាត់មកទៀតគាត់ចេញមកពេលយប់អញ្ចឹងទៀតគាត់ឃើញឆ្មាហ្នឹងទៀតឆ្មាហ្នឹងរូបរាងដៃជើងជាមនុស្សហើយក្បាលហ្នឹងរបៀបជាឆ្មាពេលហ្នឹងគាត់កាន់តែភ័យ
កាន់តែមានអារម្មណ៍ដូចថាបេះដូងគាត់លោតដុកក្តាក់ចឹងទុកមិនចង់បានណាចង់បេះដូងចង់លោតចេញពីដើមទ្រូងហ្មងណានិយាយទៅតាមសភាពហ្នឹងណាចានឹងហើយដល់ពេលបន្ទាប់ពីហ្នឹងទៀតក្រោយមកទៀតចេះតែមានហេតុការណ៍ចម្លែកកើតមកនៅនឹងផ្ទះហ្នឹងហើយថ្ងៃនោះដឹងអាម៉េចទេឆ្កែហ្នឹងមកព្រោះផងមកលូផងល្វើយហើយរបៀបថាមកជើងនឹងខ្ញាំចាំងផ្ទះចឹងណាហើយព្រោះនឹងលឺម្ដងចិត្តម្ដងឆ្ងាយល្វើយចឹងហើយគាត់ចេះទៀងជាស្ដាប់ចឹងណាគឺចម្លែកអាសំឡេងហ្នឹងមិនមែនសំឡេងឆ្កែនៅក្នុងភូមិឆ្កែរបស់អ្នកស្រុកអីទេសំឡេងហ្នឹងគឺលឺមកគឺចូលដល់ខួរក្បាលគាត់ហ្មងដូចភ្ញួចអារម្មណ៍គាត់ហ្មងខុសពីធម្មតាដូចសំឡេងគេហៅថាវិញ្ញាណអ្វីមួយយ៉ាងអញ្ចឹងណានឹងឲ្យវិញ្ញាណកន្ត្រាក់ផ្លូវអារម្មណ៍នឹងឲ្យយើងនឹងដូចថាល្អើអញ្ចឹងណានឹងដល់ពេលជាងជួបម្ដងពីរដងគាត់គិតចេះទៅសួរកូនស្រីគាត់ក៏អត់បានលឺអីដូចអញ្ចឹងដែរតាំងពីពេលនឹងមកអ៊ំនឹងក៏គាត់ចាប់ផ្ដើមសុខភាពគាត់ធ្លាក់ចុះខ្សោយណាគាត់មានជំងឺផ្លូវចិត្តដែរមានជំងឺផ្លូវចិត្តដូចថា stress ក្នុងចិត្តហើយអារម្មណ៍នឹងវល់អារម្មណ៍នឹងគិតច្រើនពីថាអ្វីដែលគាត់ធ្វើនឹងមិនដឹងជាយ៉ាងម៉េចអីចឹងគាត់ចេះតែគិតកងថ្ងាសគិតឲ្យសុខភាពគាត់ធ្លាក់ឈឺម្ដងតិចកម្លាំងទុនខ្សោយតែមិនមែនថាឈឺរហូតដល់គាត់ធ្វើអីឡើងកើតទេគ្រាន់តែសុខភាពគាត់ធ្លាប់ពីរឹងមាំស្វាហាប់អញ្ចឹងមកដូចយើងទុនខ្សោយអត់សូវរឹងមាំដូចមុនហើយរៀងប៉កល្វើយក្នុងខ្លួនអញ្ចឹងដូចមនុស្សមានអីនៅក្នុងអារម្មណ៍មួយដែលមិនធម្មតាអញ្ចឹងណាបងប្អូនពេលហើយថ្ងៃមួយនោះស្រាប់តែគាត់ទៅស្រែម្នាក់ឯងគាត់ហេវហត់អស់កម្លាំងខ្លាំងពេកគាត់ក៏ដាក់ខ្លួននៅអង្គុលឈើត្រជាក់ត្រឈឹងត្រឈៃហ្នឹងហើយផ្សំនឹងចំនួនខ្យល់បក់មកវូត្រជាក់ស្រាប់ទៀតគាត់ក៏លងលក់មកផ្លឹបហ្នឹងទៅលងលក់ទៅស្រាប់តែគាត់ទៅឃើញសត្វទាំង3ហ្នឹងណាសត្វទាំង3ហ្នឹងនៅអង្គុយកញ្ញុំគ្នាមកដុំគ្នាអញ្ចឹងទៅពេលនោះឯងស្រាប់តែគាត់ដើរដូចថាគាត់ដើរទៅមិនដឹងគោដៅអីកន្លែងហ្នឹងដូចប្លែកអញ្ចឹងស្លុបងឹតអីអញ្ចឹងហើយស្រាប់តែមានមនុស្សស្លៀកពាក់ដូចរបៀបជាបុរាណអញ្ចឹងនឹងឲ្យមានជក់ក្បាលកាម៉ាក្រហមចងក្បិនខ្លីត្រឹមជង្គង់មៀតធំកអាញហើយមុខនឹងមុំពុកមាត់ឡើងសមោមអញ្ចឹងណាក៏ហៅគាត់មកថាតាចូលមកនេះមកចូលមកកន្លែងនេះហើយតាមើលងាកមើលទៅខាងណោឃើញអីទេតាឃើញអីអត់ពេលនោះគាត់ងាកទៅគាត់ឃើញអាឆ្មាហើយនឹងឆ្កែហើយនឹងជ្រូកនឹងវានៅអង្គុយជុំគ្នាហ្នឹងហើយជ្រូកនឹងកំពុងតែយំហើយដាក់ដៃនៅលើពៀនដែលកន្លែងដែលជ្រូកនឹងទៅហ្នឹងណាហ្នឹងហើយដាក់ដៃលើពៀនហ្នឹងហើយយំតវ៉ាឲ្យដៃហ្នឹងឡើងបែកឡើងលួយហើយពោះហ្នឹងឡើងធ្លាយពវៀនបតាំងមកអញ្ចឹងណានិយាយទៅសភាពគឺទ្រុនទ្រាខ្លាំងហ្មងបានន័យថាសភាពត្រូវលបោះឡើងពេញខ្លួនអញ្ចឹងណាកំពុងតែយំតវ៉ាថាខ្ញុំមិនសុខចិត្តទេតានឹងគាត់កិនខ្ញុំអត់មានបានទៅធ្វើអីគាត់ទេខ្ញុំកំពុងតែស៊ីបន្លែតំណាំនៅគៀនគាត់មកកិនខ្ញុំវាអត់សមហេតុផលវាអយុត្តិធម៌សម្រាប់ខ្ញុំត្រូវហៅខុសត្រូវឲ្យខ្ញុំអញ្ចឹងណាថាចង់ហើយស្រាប់តែមនុស្សដែលមានធំហ្នឹងគឺតាគាត់ប្រាប់ថាដូចជាលក្ខណៈគេហៅថាយមបាលហ្នឹងណាចាលក្ខណៈអញ្ចឹងហើយក៏សួរគាត់ថាមើលលោកតាហើយឥឡូវជ្រូកគេមិនសុខចិត្តទេគេប្តឹងផ្ដាល់អញ្ចឹងតើលោកតាត្រូវធ្វើម៉េចហើយតាគាត់ក៏បកស្រាយថាខ្ញុំគ្មានចេតនាគ្មានបំណងទេខ្ញុំទៅស្រែហើយក៏
cân chụp nâng men tai nhom ọt đằng phù phơi vì là nghịch nhom ọt miên chết tà tới cân thì bàn tay rồi tới cô nhom ban đã cả đằng ta đã cả đằng chia sẻ nhà pe đây cô bị bò tới vì lư trơn trơn hơi chẳng hay đấy chụp nâng lư dùm lên chẳng hay mấy còn mình chia phơi mau bị chụp nâng đai con mình chạy phải dạy luôn anh mình chạy ở cà phê dụ chỉ vật luôn anh chẳng á vì nhom chết tà nhom cô mình đang hát thời thường mình chẳng mình dùng một bà nắng cột hà chẳng ta đừng đòn lý cứ như vậy từ hàng chụp mưa chụp anh sọc chặt đấy bờ lục ta còn vậy mà chẳng bạn đây là cầm hô nắng cứ mến lơ lục ta nắng từng sông tệ lơ dương nắng mình chặt luôn anh đài hỏi cô chọc bị hưởng nắng có nghĩa từ xưa sky môi tiệt hay cho hạt ấy anh màu đài nịa sky khả nè màu đài mình bánh hải đài sky là khiông một đằng pì ở lục ta nâng đài ta nươn nâng quật giờ đầm bông quay nhung mà tờ bông quay khăn mong tờ nóm trong các ba nhung có slap bên ông từ đặt chú chỉ vật và cách màu nhung chứ chạp khăn á ruột nhung nơi te chỉ mũi con cứ nhung smart strong smart mũi con nè mưa thay te ở con nâng ngày diêm te diêm ấy ca pia te sờ bảy sọc cục còn tại cầm hóc nhung bắn nâng con đặt chật sầm lạp nhung hỏi nhung clean pe nhung có tròn bán nhung có si chừng này 2,000 quạt nâng tờ hay dùng ba đó có xua mà lục ta vậy hả mới lục ta hay đây bàn chỉ sầm lạp cái bài này hay chỉnh châm luôn anh đợi đầy anh hay đây có chất đạnh tơ sầm làm ta nhung khăn pe đời xa nhung mau bị xé ăn miên mà hộp sẽ pe là nghĩa cứ nhung cầm bùng hay ở cầm lăng phong pe nắng nhung miên cầm hăng khăn pe chul tục đại bán có ban sầm lạp từ nhung có miên cá sau sài đài hỏi tọt mót mà kịp ở đằng tiền cái ta nhung có máu đằng đôi kia cứ ta nương nâng ban tọt nhung mà trơn nhang đầm năm hơi nhung có đặt cho làm nhung ở nơi te nâng nhung thay ra te nâng đai nhung sẽ lạnh cọt ấy chứ cái này nhung chập cái đó là chập ấy sập khổ bẹp vàng bên tay ta cọt miên là nật tê cọt tọt slap tay non nơi pe nângហើយខ្ញុំក៏មកប្តឹងដែរគឺត្រូវតែសងអាយុជីវិតខ្ញុំវិញត្រូវតែសងឲ្យខ្ញុំវិញអញ្ចឹងសត្វទាំង3ហ្នឹងមកទៀមទារយុត្តិធម៌ឲ្យសងអាយុជីវិតគេវិញអញ្ចឹងណាចាពេលនឹងឯងពីយមបាលហ្នឹងក៏កាត់ក្តីមកថាតាជាប់មានកម្មពៀជាមួយនឹងសត្វទាំង3ហ្នឹងក៏ប៉ុន្តែតាមិនទាន់អស់បុណ្យទេបានន័យថាជីវិតតានៅបន្តទៀតអត់តន់អស់បុណ្យត្រឹមនឹងទេតែគ្រាន់ថានេះហៅមកវែកញែកមកស្រាយមកភ្លឺអញ្ចឹងពីថ្ងៃនឹងទៅគឺខ្ញុំប្រឡែងឲ្យព្រលឹងលោកតាវិញ្ញាណលោកតាហ្នឹងត្រឡប់ទៅវិញចាបន្តជីវិតទៅមុខទៀតហើយលោកតាក៏ចាប់ផ្ដើមមើលកសាងខ្លួនទៅកុំសាងបាបសាងកម្មជាមួយនឹងសត្វធាតុទៀតហើយធ្វើបុណ្យកុសលពីថ្ងៃនឹងទៅណាតាទៅបន្តជីវិតតាទៀតចោះប៉ុន្តែកម្មពៀដែលតាសាងទាំងប្រមាណហ្នឹងពេលដែលតាអស់បុណ្យទៅតាក៏ត្រូវតែមកទទួលកម្មពៀទាំងអស់ហ្នឹងចាមកសងគេទាំង3នាក់ហ្នឹងវិញតាធ្វើអីខ្លះក៏តាត្រូវតែមកសងតាមអ្វីដែលតាបានសាងហ្នឹងហើយចំពោះបុណ្យដែលតាសាងគឺតាក៏ទទួលបុណ្យហ្នឹងបន្តទៅបានន័យថាចែកដាច់ពីគ្នាបុណ្យសងដោយបុណ្យបាបគឺក៏ទទួលដោយបាបលោកតាពេលហ្នឹងគាត់ក៏នឹងឯងថ្វាយគុំនិយមមកបាលហ្នឹងថាមិនអីទេខ្ញុំដឹងហើយខ្ញុំដឹងថាអ្វីបាបអ្វីបុណ្យខុសត្រូវយ៉ាងណាហើយអញ្ចឹងខ្ញុំក៏សូមអរគុណពេលហ្នឹងឯងក៏គេនឹងនាំព្រលឹងគាត់មកវិញអញ្ចឹងណានាំព្រលឹងគាត់បណ្ដើគាត់មកវិញអមគាត់មកអញ្ចឹងមកដល់ក្រុមដើមឈើដែលគាត់សម្រានលក់ហ្នឹងពេលហ្នឹងឯងក៏ដូចថាព្រលឹងគាត់ហ្នឹងចូលក្នុងខ្លួនគាត់វិញផ្លឹបអញ្ចឹងណាហើយអ្នកដែលកំដរ
om pleu mau nâng có bật plấp từ pe nâng từ mà này thằng cái chun đầm nào còn mau lần có trôi riêng cài còn vinh chà pe nâng ta có quạt đừng luôn nhẹ mà vinh đi là việc quạt plấp chẳng á plấp yang du chẳng á tăng pì ngày thoáng hột đó quạt là nghe cho bạn quạt đừng luôn từ lọt mà vinh chà pe nông anh còn mà đọt té nữa nghe quạt cũng nhà rongความนอมเรื่องนึงเมาอ่ะให้ปรับโกนปรับไอ้จังเตอปรับได้เนี่ยในจัดคางไอ้ดังจังเตอตั้งไงนึงเมาตากอดโกจับดามทั่วแต่บอนนะก่อนแหลงเฮียนบิดเบียนชีวิตไอ้ตีรายกอดสร้างบนก็ซอเลยหากอดดังอ่ะให้กอดทั่วแต่เสจำก้ากอดทั่วทนำทั่วไอ้ลุจังเตอทนำกับจีจำนังเชื่อจำนังไอ้จังนะจ้ากอดแหลงปะปอชีวิตสัตว์หายจ้าไอเรื่องนั้นคือขโมยสัตว์นึงเวตามจองกำจองปีจ้าจองกำปีหายลงบรรลาดตาติดจ้าจังยังทลอดแต่ลือท่ายังคลายแต่ขโมยมนุษย์โดยเคลียเต้ได้ลงได้ไอจังเมียนวิญญาณเมียนไอจังนะเป็นแต่hướngนี้จำไหลคือสัตว์นั้นคือเมียนวิญญาณโดยมนุษย์ได้จ้าเจ้มองลงมองประหลาดไอ้จังโดยมนุษย์ได้ตาบางคนโยนอย่างนาได้บางคนคลายขโมยแต่ขโมยมนุษย์เต้หรือว่าก็คลายขโมยสัตว์ได้จ้ะสมโจรวมช่วยกับมันเอาเนียงขยมพ้องผัวเนียงขยมก็เงืองชงออย่างคลังได้แล้วก็ปรุงแต่ใหญ่เนี่ยจ้ะหรือก็ยังคลายสัตว์คลายขโมยแต่อังไอ้ได้tới thường mày tựจ้ะนี่ใหญ่lên tới nóจ้าhay bờ tha nhìn chùm ngọt ấy chô của mình lên tầng óc nia chà một lần mình chọp ní xong một ôn chui chạch subscribe chạch like của mình ấy oi nghiêng trong phong ná đầm bay chưa cầm làm chất mình to tiền mình to nom rương play mà chun bông bông snap chỉ mình to tiền hai có xong óc côn chùm rượp ly chà